តបយ៉ាងដែលអ្នកគួរដឹងពីមហាព្រឹត្តិការណ៍ពិភពលោកកើតឡើងនៅប្រទេសវេណេស៊ុយអេឡាថ្ងៃនេះទី1សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារយោធាទ្រង់ទ្រាយធំមួយមានឈ្មោះ Cold War Operation Absolute Resolve ឬ Operation War ទី2ការវាយប្រហារធ្វើឡើងនៅទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡាក្នុងអំឡុងពេលដ៏ព្រឹកព្រលឹមស្រាងនៅថ្ងៃទី3ខែមករាគ2025ដោយសហការដោយមន្ត្រីជាន់ខ្ពស់រួមមានរដ្ឋមន្ត្រីការពារជាតិរដ្ឋមន្ត្រីការបរទេសនិងប្រធានគណៈមេបញ្ជាការរួមដែលបានផ្ដល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការនិងកិច្ចសហការផ្ដាច់ចរន្តអគ្គិសនីនៅ Caracas ដើម្បីជួយសម្រួលការវាយប្រហារអាមេរិកទី3ប្រតិបត្តិការនេះបណ្ដាលឲ្យចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា Nicolás Maduro និងប្រពន្ធរបស់គាត់ Cilia Flores ទី4មូលហេតុដែល Donald Trump បានបញ្ជាឲ្យមានការវាយប្រហារនិងសកម្មភាពប្រឆាំងនឹងវេណេស៊ុយអេឡាដោយផ្អែកលើហេតុផល3គឺគ្រឿងញៀនអន្តោប្រវេសន៍និងសន្តិសុខទី5អ្នកវិភាគនយោបាយពិភពលោកខ្លះថាមូលហេតុនៃការប្រឆាំងវេណេស៊ុយអេឡាដោយសារសង្ខេបស្រួលយល់វេណេស៊ុយអេឡាមានទុនបម្រុងប្រេងធំជាងគេបំផុតក្នុងពិភពលោកទី6ប្រធានាធិបតីត្រាំបានពណ៌នាប្រតិបត្តិការវាយប្រហារនេះថាជាអស្ចារ្យច្បាស់លាស់និងគួរឲ្យភ្ញាក់ផ្អើលដែលពាក់ព័ន្ធនឹងកងទ័ពអាកាសកងទ័ពគោកនិងកងទ័ពសមុទ្រព្រោះក្រោយប្រតិបត្តិការនេះគ្មានខូចខាតឧបករណ៍គ្មានទ័ពអាមេរិករបួសសូម្បីមួយនាក់រលូនម៉ុងហាទី7ជាការបង្ហាញពីសក្តានុពលខាងយោធាអាមេរិកដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងប្រវត្តិសាស្ត្រគាត់បានប្រៀបធៀបជាមួយសកម្មភាពពីមុនដូចជាការវាយប្រហារលើ Qasem Soleimani និង Abu Bakr al-Baghdadi ទី8ផែនការបន្ទាប់ពីប្រតិបត្តិការសម្រាប់វេណេស៊ុយអេឡាត្រាំថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងប្រទេសជាបណ្ដោះអាសន្នរហូតដល់មានការផ្លាស់ប្តូរអំណាចដែលសុវត្ថិភាពត្រឹមត្រូវនិងសមស្របដើម្បីការពារការវិលត្រឡប់មកវិញនៃរបបអំណាចមុនទី9ការខូចខាតក្រោយវាយប្រហារត្រាំថាអាមេរិកនឹងចេញសងក្រុមហ៊ុនប្រេងអាមេរិកធំនឹងវិនិយោគរាប់ពាន់លានដុល្លារដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតចាប់ផ្ដើមផលិតកម្មឡើងវិញនិងបង្កើតប្រាក់ចំណូលទាំងផ្ដល់អត្ថប្រយោជន៍ដល់វេណេស៊ុយអេឡានិងជំរុញផលប្រយោជន៍អាមេរិកត្រាំបាននិយាយថាឥឡូវមិនមែនជា Monroe Doctrine ទៀតទេគឺជា Donroe Doctrine វិញទី10ត្រាំបានព្រមានថាត្រៀមខ្លួនសម្រាប់ការវាយប្រហារទី2ដែលធំជាងប្រសិនបើចាំបាច់ព្រឹត្តិការណ៍នេះត្រូវបានបង្ហាញថាជាជ័យជំនះសន្តិសុខជាតិដ៏ធំបុព្វហេតុក្តារឡើងវិញនូវសេរីភាពដល់ពលរដ្ឋវេណេស៊ុយអេឡាបង្កើនសុវត្ថិភាពអាមេរិកនិងបង្ហាញទៅកាន់សកលលោកនូវមហាអំណាចអាមេរិកទៅលើពិភពលោក